សូមជូនរឿងប្រវត្តិអ្នកតាឃ្លាំងមឿងក្នុងអតីតកាលកន្លងទៅក្នុងរជ្ជកាលព្រះបាទចន្ទរាជាស្ដេចគង់នៅបន្ទាយលង្វែកក្នុងគ្រិស្តសករាជឆ្នាំ1502កាលគ្រានោះស្រុកខ្មែរជាស្រុកចំណុះសៀមនៅឡើយខ្មែរតែងនាំសួយសារអាករឡើងទៅស្រុកសៀមព្រះចៅសៀមចាត់ព្រះរាជបុត្រមួយព្រះអង្គមាននាមមិនប្រាកដឲ្យមកនៅស្រុកខ្មែរដើម្បីមើលការខុសត្រូវធ្វើជាអ្នកត្រួតត្រាខាងពន្ធអាករគ្រប់យ៉ាងក្រែងស្ដេចស្រុកខ្មែរមានចិត្តមិនត្រង់បំបត្តិសួយសារអាករយកទៅមិនអស់ឬមួយក្រែងស្ដេចខ្មែរមានគំនិតក្បត់មានចិត្តមិនត្រង់នឹងរាជការដោយប្រការណាមួយទើបប្រើព្រះរាជបុត្រពេញព្រះឫទ័យមកនៅដើម្បីជំនួសព្រះនេតព្រះអង្គចំណែកព្រះរាជបុត្រមានចិញ្ចឹមសត្វថ្មាតមួយថ្មាតនោះមានមាយាទចេះដឹងប្រហែលមនុស្សជាសត្វខុសពីសត្វដទៃធម្មតាចេះស្រឡាញ់ម្ចាស់ប្រើនាំសារទៅមកកវៀងស្រុកខ្មែរនិងស្រុកសៀមបានដោយស្ងាត់ថ្ងៃមួយព្រះចន្ទរាជាព្រួយព្រះទ័យថាព្រះចៅលោកមិនទុកព្រះឫទ័យនឹងយើងហើយបានជាលោកចាត់ព្រះរាជបុត្រឲ្យមើលការផ្ទាល់ណាមួយព្រះរាជបុត្រនោះមានការរំលោភបៀតបៀនមិនមានសេចក្តីកោតក្រែងបង្កប់ឲ្យនាំសួយសារអាករឡើងអង្គុខ្លួនហួសហេតុទ្រង់ទូចព្រះឫទ័យខ្លាំងអត់ទ្រាំពុំបានក៏បង្កប់ពួកពេជ្ឈឃាតឲ្យចាប់រាជបុត្រស្ដេចសៀមយកទៅសម្លាប់ចោលក្នុងព្រៃពេលយប់ឯសត្វថ្មាតលុះព្រឹកឡើងមិនឃើញព្រះរាជបុត្រជាម្ចាស់របស់វាហើរចុះហើរឡើងរកឃើញខ្មោចនៅក្នុងព្រៃថ្មាតឃើញព្រះទម្រង់វាស្គាល់ច្បាស់ជាម្ចាស់វាក៏ចឹកញឹមព្រះទម្រង់ទៅស្រុកសៀមថ្វាយព្រះបិតាព្រះចៅក្រុងថៃទតឃើញព្រះទម្រង់ទ្រង់យល់ថាព្រះរាជបុត្ររបស់ព្រះអង្គដល់ទីវង្គតហើយរឿងនេះពិតជាស្ដេចស្រុកខ្មែរសម្លាប់ទ្រង់ក្រោធខ្លាំងណាស់ក៏កោះប្រជុំពួកសេនាបតីមួយរំពេចមានព្រះបន្ទូលប្រាប់តាមរឿងរួចបង្គាប់ឲ្យលើកទ័ពមកសងសឹកស្ដេចខ្មែរវិញហើយមានព្រះបន្ទូលថាត្រូវតែសម្លាប់ព្រះចន្ទរាជាព្រមទាំងញាតិសាច់សាឡោហិតទាំងពួកសេនាបតីហើយរឹបអូសយកទ្រព្យសម្បត្តិនិងគៀពួកបណ្ដារាជខ្មែរទាំងអស់មកស្រុកសៀមកុំឲ្យសេះសល់ពួកកងទ័ពសៀមក៏ចេញមកដល់បន្ទាយលង្វែកចូលឡោមព័ទ្ធចាប់ព្រះចន្ទរាជាហើយសម្លាប់ព្រមទាំងព្រះញាតិចំណែកព្រះមនាងប៉ែនជាស្នំក៏ភៀសខ្លួនរួចអំពីគ្រោះថ្នាក់ជាមួយនឹងសេនាបតីឃ្លាំងមឿងព្រមទាំងភរិយានិងបុត្រ4នាក់ទៀតពួកកងទ័ពសៀមគៀមនុស្សអំពីស្រុកខ្មែរដោយទាំងព្រះមនាងទៅជាមួយផងទាំងព្រះរាជទ្រព្យមានវិញ្ញាណនិងឥតវិញ្ញាណចំណែកមេដំរីមួយឈ្មោះជំទាវប៉ាល់ប៉ៃមានកូននៅក្នុងពោះដែលជាព្រះទីនាំងដ៏ប្រសើរក៏ត្រូវកងទ័ពសៀមគៀយកទៅដែរពួកសៀមកាលនោះមានសេចក្តីព្យាបាទធ្វើបាបខ្មែរអស្ចារ្យណាស់ចាប់មនុស្សដោតស្លឹកត្រចៀកដឹកយកទៅដូចសត្វធាតុស្រីណាមានកូនខ្ចីចាប់ច្រកការុងឲ្យដំរីជន់លុះទៅដល់ស្រុកសៀមនាំសេចក្តីទៅថ្វាយព្រះចៅដោយសពគ្រប់ដោយសេចក្តីសងសឹកបានសម្រេចដូចប្រាថ្នាព្រះចៅសៀមទ្រង់បង្គាប់ឲ្យយកពួកខ្មែរទាំងអស់ទៅនៅមួយក្រុមជិតក្រុងហើយសន្មត់ឲ្យឈប់មេថាក្រុមខ្មែរអ្នកគ្រួកព្រះមនាងប៉ែនហាក់ជាស្រីមានបុណ្យវាសនាទុកណាជានាងទទួលគ្រោះថ្នាក់ដោយសៀមយកទៅយ៉ាងនឹងក៏ដោយនាងគង់នៅជាស្រីប្លែកអំពីស្រីឯទៀតដោយអំណាចកូនដែលនៅក្នុងគប់ជាកូនមានឥទ្ធិឫទ្ធិមានបុណ្យក៏បណ្ដាលឲ្យអ្នកផងចិត្តខាងមានចិត្តទរទន់រាប់អានស្រឡាញ់ជួយឧបត្ថម្ភយកអាសានាងគ្រប់យ៉ាងលុះនាងមានគល់គ្រប់ខែក៏ប្រសូតបុត្រមកដោយសុខសប្បាយអ្នកចិត្តខាងទាំងប្រុសទាំងស្រីជួយថែទាំផ្ដល់ទឹកក្តៅទឹកត្រជាក់អ្នកណាក៏មកមិនមានខានដោយអំណាចគុណបុណ្យទេជះបារមីនៃទារកនោះលុះប្រសូតបាន3ថ្ងៃពួកក្រុមញាតិមូលមាត់គ្នាឲ្យឈ្មោះកូននោះថាឧទែនចំណែកមេដំរីដែលជាព្រះទីនាំងក៏កើតកូនក្នុងថ្ងៃដំណើរទារកនោះដែរតែមេដំរីនោះផ្ដាច់ខ្សែទន្លឹងទៅកើតកូននៅក្នុងព្រៃឆ្ងាយលាក់មិនឲ្យអ្នកណាដឹងឡើយដល់រៀបដល់3ថ្ងៃទើបនាំកូនមកកាន់ទីកន្លែងដើមវិញកូនដំរីនោះមានពណ៌សម្បុរព្រមទាំងរូបរាងល្អប្លែកអំពីដំរីធម្មតាអ្នករក្សាដំរីនាំដំណឹងទៅក្រាបទូលព្រះចៅគ្រប់សពព្រះចៅពេញព្រះឫទ័យណាស់ដំណើរពីកុមារឧទែនលុះបានអាយុ5ឆ្នាំដឹងសេចក្តីខុសត្រូវខ្លះនឹកភ្នាក់រកបិតាសួរមីដោយថាឪពុកខ្ញុំទៅឯណាពុំដែលឃើញក្មេងឯទៀតមានម្ដាយឪពុកចំណែកខ្ញុំមិនឃើញមានឪពុកដូចគេមីដោយការបើលើកូនសួរដូច្នោះនាងណែនក្នុងទ្រូងអួលអាក់ខ្លោចផ្សានិយាយប្រាប់កូនមិនរួចក៏និយាយបន្លែបន្លប់កុំឲ្យកូនសួរទៀតពីព្រោះខ្លាចក្រែងរឿងនោះមិនចិត្តដឹងទូទៅនឹងដល់នៅសេចក្តីអន្តរាយនៃជីវិតកូនចេះតែសួរញ៉ៃនាងក៏និយាយបង្វេះពងវៀងមិនឲ្យសួរបានដល់រៀបដល់កូននោះអាយុ12ឆ្នាំថ្ងៃមួយនាងនឹកថាកូននេះខានប្រាប់ពុំបានក៏នាំកូនទៅកាន់ទីស្ងាត់តែ2នាក់ហើយនិយាយដំណើររឿងរ៉ាវតាំងពីដើមដល់ចប់ឲ្យកូនស្ដាប់កូនកាបានយកសេចក្តីសពគ្រប់ក៏ប្រាប់ម្ដាយឲ្យអត់ទ្រាំសិនចុះកូននឹងគិតរកមធ្យោបាយមួយដើម្បីនឹងវិលទៅនគរវិញចំណែកកុមារឧទែន
ចាប់តាំងពីថ្ងៃដែលបានស្ដាប់ពាក្យម្ដាយមកក៏ខំស្វែងរៀនសូត្រវិជ្ជាគ្រប់បែបយ៉ាងមានអក្សរជាដើមឧទែនជាកុមារឆ្លាតវាងវៃអង្គអាចប្លែកអំពីកុមារធម្មតាថ្ងៃមួយកុមារឧទែនចូលទៅសេពគប់និងពួកហ្មដំរីសុំខ្លួនជាអ្នកបម្រើបោះច្រាសរោងដំរីដើម្បីរៀនវិជ្ជាខាងហ្មដំរីឲ្យស្ទាត់ថ្ងៃមួយព្រះចៅស្ដេចយាងមកទៅរោងដំរីឃើញកុមារនោះជួយធ្វើនេះធ្វើនោះដោយយកចិត្តទុកដាក់រហ័សរហួនវាងវៃក៏មានព្រះបន្ទូលសួរថាក្មេងនេះមកពីណាមកដំរីក្រាបទូលតាមដំណើរដោយសពគ្រប់ទ្រង់ពេញព្រះឫទ័យមានព្រះបន្ទូលប្រាប់ថាឲ្យចូលមើលក្មេងនេះផងចាប់តាំងពីថ្ងៃនោះមកកុមារខំយកចិត្តទុកដាក់ធ្វើការដោយម៉ត់ចត់បោះប្រមូលអាចមកដំរីដុតបំពុះជីដើម្បីយកទៅដាំស្ពៃស្ពៃក៏មានគុម្ពធំប្លែកចម្លែកពីស្ពៃអ្នកស្រុកធម្មតាលុះស្ពៃនោះធំល្មមដកកុមារឧទែនដកយកទៅលាងយ៉ាងស្អាតរែកយកទៅថ្វាយព្រះចៅទ្រង់ទតឃើញមានព្រះបន្ទូលថាដេកុមារឯងបានស្ពៃនេះមកពីណាប្លែកពីស្ពៃធម្មតាកុមារក្រាបទូលតាមដំណើរសពគ្រប់ព្រះចៅទ្រង់ក៏ប្រទានរង្វាន់និងមុខងារជាអ្នកត្រួតត្រាភ្នាក់ងារខាងដំរីដំរីជាកូនរបស់មេដំរីឈ្មោះជំទាវប៉ាល់ប៉ៃដែលជាទីនាំងដ៏ប្រសើររបស់ព្រះចៅក៏ស្រាប់តែចុះប្រេងមានកិរិយាខុសប្រក្រតីកាចសាហាវមិនព្រមស្ដាប់បង្គាប់មកមិនមានអ្នកឯណាមួយអាចដឹកបានថែមទាំងធ្វើបាបអ្នកស្រុកបោចរួចផ្ទះសម្បែងផ្អើលជ្រួលច្របល់រត់ខ្ចាត់ខ្ចាយចោលទីលំនៅរៀងខ្លួនពួកអ្នកគង្វាលដំរីនាំសេចក្តីទៅទូលព្រះចៅទ្រង់ចាត់ការឲ្យស៊ើបសួររកអ្នកណាដែលអង្គអាចក្លាហានហ៊ានទៅចាប់ដំរីនោះបានពេលនោះកុមារឧទែនឆ្លើយថាខ្ញុំហ៊ានទទួលចាប់ដំរីនោះបានទើបទ្រង់ប្រគល់ការទៅកុមារឧទែនចាត់ការយ៉ាងណាឲ្យតែចាប់បានព្រះទីនាំងនោះឧទែនបង្គាប់ឲ្យប្រមូលដំរី500មកដើម្បីនឹងរើសយកដំរីណាគួរយកមកធ្វើធ្នាក់បានទើបរើសយកមេដំរីសឈ្មោះជំទាវប៉ាល់ប៉ៃពេលចេញទៅចាប់កុមារឧទែនបង្គាប់ឲ្យរៀបពិធីបួងសួងសែនព្រេនអិកអធិកអ្នកស្រុកផ្អើលមកមើលអឹងកងពីពេញមីដេដាលុះសែនព្រេនរួចកុមារឧទែនបង្គាប់ឲ្យយកចេក3ស្និតអំពើ3បាច់ពេលទៅដល់ព្រះទីនាំងស្ទុះមករកហាក់ដូចជាប្រុងនឹងព្រិចតែបែរជាក្រាបថ្វាយបង្គំវិញដោយអំណាចដេជៈបុណ្យបារមីនៃឧទែននិយាយទូនមានប្រដៅថាទីនាំងឯងតាំងពីថ្ងៃនេះទៅលះបង់មាយាទអាក្រក់ចេញទៅត្រូវធ្វើឲ្យស្លូតល្អដូចពីដើមឲ្យចេកនិងអំពើស៊ីរួចហើយនិយាយថាឯងទៅតាមយើងថាតែប៉ុណ្ណោះស្រាប់តែដំរីដើរតាមទៅដោយស្រួលឥតបាច់ចាប់ចង់អ្វីឡើយហាក់ដូចជាមកចាស់យូរមកហើយចាប់ដើមតាំងពីថ្ងៃដែលទៅយកព្រះទីនាំងមកព្រះចៅទ្រង់ប្រទានរង្វាន់ឲ្យឧទែននិងប្រទានងារថាជ័យអស្ចារ្យជាសេនាខាងតបដំរីនិងខាងតាក់ដំរីព្រៃពួកអ្នករាជការទទួលស្គាល់ខ្លាចអំណាចឧទែនថាជាអ្នកមោះមុតស្ទាត់ជំនាញខាងមកដំរីសូម្បីតែពេលចេញតាក់ដំរីព្រៃម្ដងមិនចាំបាច់មានគ្នាច្រើនប៉ុន្មានក៏ទៅតាក់បានដែរហាក់ដូចជាហៅមកបានព្រះចៅទ្រង់ពេញចិត្តនឹងទុកព្រះឫទ័យលើជ័យអស្ចារ្យប្រហែលគ្នានឹងព្រះរាជបុត្ររបស់ព្រះអង្គដែរលុះដល់អាយុ16ឆ្នាំជ័យអស្ចារ្យភ្នុកនឹកដល់បំណងដើមក៏រំពឹងគិតរកឧបាយណាមួយនឹងដោះខ្លួនចេញអំពីកណ្ដាប់ដៃសៀមហើយទៅនៅស្រុកខ្មែរសោយរាជស្នងព្រះបតានឹងនាំយកមនុស្សពីស្រុកសៀមទៅស្រុកខ្មែរវិញព្រមទាំងទ្រព្យសម្បត្តិមានវិញ្ញាណឥតវិញ្ញាណទៅឲ្យអស់អំពីស្រុកសៀមឲ្យបានសម្រេចដូចសេចក្តីបំណងទើបដើរនយោបាយចាត់មនុស្ស15នាក់ដែលជាមនុស្សទុកចិត្តស្និទ្ធស្នាលដូចបងប្អូនបង្កើតធ្វើជាលនិងឈើជើងដំរីឲ្យយកជាលច្រកអាចមកដំរីច្រកឲ្យណែនទុកឲ្យស្ងួតចាក់រីតាមស្ទឹងឬផ្លូវយកឈើជើងដំរីដើរសង្កត់ជាស្នាមដានដូចជាដំរីដើរមែនទែនដើម្បីឲ្យអ្នកស្រុកឃើញហើយនាំព័ត៌មាននោះក្រាបទូលព្រះចៅនឹងទ្រង់ចាត់ឲ្យសេនាជ័យអស្ចារ្យខ្លួនទៅតាមតាក់មិនខានម្យ៉ាងទៀតដើម្បីឲ្យពលដែលព្រះចៅចាត់ឲ្យទៅជាមួយជឿជាក់ក្នុងចិត្តថាជាដានដំរីពិតមែនចំណែកអ្នកស្រុកលុះឃើញដានជើងដំរីនឹងអាចមកធំអណ្ដែតតាមទឹកមកដូច្នោះក៏នាំសេចក្តីនោះទៅក្រាបទូលព្រះចៅទ្រង់ប្រាជ័យអស្ចារ្យឲ្យទៅតាមតាក់ដំរីព្រៃដែលមានដានជើងធំនោះជ័យអស្ចារ្យក្រាបទូលថាសូមព្រះអង្គមេត្តាប្រោសបើទ្រង់សពព្រះតីចង់បានដំរីធំបែបនោះលុះតែមានគ្នាច្រើននឹងដំរីធ្នាក់ដ៏ច្រើនហើយឲ្យមនុស្សដែលទៅជាមួយទូលព្រះបង្គំទាំងប៉ុន្មានស្ដាប់បង្គាប់ទូលបង្គំទើបធ្វើការនោះបានពេលចេញទៅសូមព្រះអង្គមេត្តាអនុញ្ញាតឲ្យធ្វើពិធីបួងសួងផងឲ្យមានជោគជ័យព្រះចៅទ្រង់អនុញ្ញាតតាមគ្រប់សំណូមពរប្រគល់ការនោះឲ្យជ័យអស្ចារ្យតាមត្រូវការធ្វើបែបណាស្រេចនៅលើជ័យអស្ចារ្យចុះលុះរៀបធ្វើពិធីរួចព្រះចៅប្រទានព្រះខ័នសឹកឲ្យអំណាចពេញ
បើឈ្មោះណាមិនស្ដាប់បង្គាប់ត្រូវសម្លាប់បានលុះចេញទៅបានចំនួន15ថ្ងៃដល់ពាក់កណ្ដាលផ្លូវមកស្រុកខ្មែរជ័យអស្ចារ្យធ្វើសារទៅក្រាបទូលព្រះចៅវិញថាសូមទ្រង់មេត្តាប្រោសទូលបង្គំជាខ្ញុំតាមតាក់ដំរីនោះកាន់តែឃើញដានគៀកហើយតែអស់ស្បៀងសូមព្រះអង្គមេត្តាប្រោសព្រះរាជទានបញ្ជូនមកឲ្យឆាប់ដើម្បីនឹងធ្វើការឲ្យបានសម្រេចដូចបំណងព្រះចៅទ្រង់ព្រះរាជទានតាមសេចក្តីសុំដោយរួសរាន់ដោយបំណងចង់បានដំរីនោះពេកភ្លេចគិតអំពីការបង្ខាត់ព្រះរាជទ្រព្យឬសង្ស័យដោយហេតុណាមួយឡើយជ័យអស្ចារ្យលុះបានទទួលស្បៀងបន្ថែមអំពីព្រះចៅក៏បន្តដំណើរទៅទៀតចំនួន5ថ្ងៃក្រោយមកក៏បានដល់ស្រុកបាត់ដំបងដែលជាដីខ្មែរមានអ្នកស្រុកជិតឆ្ងាយគ្រប់តំបន់រត់មកចុះចូលថ្វាយខ្លួនជាពោសេនាព្រមទាំងសេនាចាស់ម្នាក់ធ្លាប់បម្រើព្រះវរបិតាឈ្មោះលោកឃ្លាំងមឿងនិងកូនប្រុស4នាក់បានចូលមកថ្វាយខ្លួនដែរក៏មានមនុស្សច្រើនល្មមទល់នឹងព្រះចៅសៀមបានជ័យអស្ចារ្យក៏សរសេរសម្បត្តិចងនឹងក្រមរៃប្រាឲ្យទៅអញ្ជើញម្ដាយមកស្រុកខ្មែររួចចងកូនជំទាវប៉ាលប៉ៃទៅទទួលម្ដាយមេដំរីទៅដល់ទីកន្លែងម្ដាយពេលពាក់កណ្ដាលអាធ្រាត្រមេដំរីវាទម្លាក់បំពង់3ដងម្ដាយភ្ញាក់នឹកស្មានថាគួនត្រឡប់មកវិញក៏អុជភ្លើងបំភ្លឺមើលតែមិនឃើញកូនឃើញតែសម្បត្តិមើលដឹងសេចក្តីសពគ្រប់រៀបដំណើរឡើងជិះមេដំរីយ៉ាងប្រញាប់ខំស្រួតឲ្យជួបនឹងកូននៅស្រុកបាត់ដំបងជ័យអស្ចារ្យប្រកាសខ្លួនឲ្យអ្នកស្រុកដឹងច្បាស់ថាខ្លួននឹងហើយជាព្រះរាជបុត្ររបស់ព្រះចន្ទរាជាគង់នៅបន្ទាយលង្វែកឥឡូវនេះវិលមកគ្រងរាជស្នងព្រះបិតារឿងនេះមិនបាត់ស្ងាត់ជ្រាបដល់ព្រះចៅសៀមទ្រង់ពិរោធយ៉ាងខ្លាំងពន់ពេកនិងតូចព្រះតីក្រៃលែងទ្រង់ប្រជុំពួកសេនីយោធាមកប្រាប់ថាជ័យអស្ចារ្យប្រៅបាយកបោកបញ្ឆោតយកព្រះខ័នសឹកព្រមទាំងទ្រព្យមានវិញ្ញាណនិងឥតវិញ្ញាណរត់ទៅស្រុកខ្មែរជ័យអស្ចារ្យបានដំណឹងច្បាស់ថាព្រះចៅលើកទ័ពមកតាមដូច្នោះទ្រង់ជំនុំនឹងសេនាបតីថាឥឡូវពលសេនាយើងនិងគ្រឿងអាវុធយុទ្ធភ័ណ្ឌរបស់យើងពុំបរិបូរណ៍ណោះតើអ្នករាល់គ្នាគិតរកឧបាយកបែបណាឲ្យមានជ័យជំនះពេលនេះសេនាទាំងអស់មិនមានអ្នកណាមួយហ៊ានឆ្លើយទទួលធានាអាងសោះមានតែសេនាមឿងឆ្លើយធានាអាងហ៊ានទោនឹងតបសៀមដោយឧបាយមួយដ៏ចម្លែកគឺហ៊ានបដូរជីវិតដើម្បីនឹងទៅកេណ្ឌពលខ្មោចធ្វើជាតបច្បាំងនឹងពលសៀមទើបបង្កប់ឲ្យជីករណ្ដៅទំហំ4ម៉ែត្រ4ជ្រុងជម្រៅ4ម៉ែត្ររួចឲ្យដាក់គ្រឿងសាសតាវុធក្នុងរណ្ដៅនោះដើម្បីនឹងលោតឲ្យជង់ស្លាប់ក្នុងរណ្ដៅតែនៅពេលមុននឹងលោតសម្លាប់ខ្លួននោះសេនាមឿងបង្កប់ឲ្យពួកពលរដ្ឋទាំងអស់មកស្ដាប់ពាក្យអាវាតលោកប្រកាសថាសូមឲ្យអស់លោកខំប្រឹងយកចិត្តទុកដាក់ក្នុងរឿងចម្បាំងពេលនេះដើម្បីរំដោះដែនដីខ្មែរឲ្យបានរួចអំពីកណ្ដាប់ដៃនៃបច្ចាមិត្តចំណែកខ្ញុំធានាខាងតបខ្មោចសូមអស់លោកសង្ឃឹមទុកចុះបើខ្ញុំស្លាប់ទៅបាន7ថ្ងៃឬសូរសន្ធឹកហូរកញ្រៀវបីដូចជាសម្លេងផ្គរលាន់យើងនឹងមានជ័យហើយលុះផ្ដាំរួចលោកសេនាឃ្លាំងមឿងក៏លោតចុះក្នុងរណ្ដៅព្រឹបប្រពន្ធឃើញប្តីលោតដូច្នេះក៏លោតទៅជាមួយនឹងប្តីព្រមទាំងកូនប្រុស2នាក់ស្លាប់ជាមួយគ្នាដល់ថ្ងៃជាគម្រប់7ថ្ងៃមានលាន់ឬសូរសន្ធឹកដូចការផ្ដាំមែងតបសៀមចូលដល់បាត់ដំបងឆ្លងជួលមកដល់អូមួយសប្តាហ៍ថ្ងៃហៅថាអូស្វាយដូនកែវជួនគ្នានឹងតបជ័យអស្ចារ្យតបខ្មោចចេញសម្ដែងរិទ្ធធ្វើឲ្យពលសៀមវិលមុខចុកពោះចុះក្អួតដួលខ្លួនឯងស្រួលតបព្រះជ័យអស្ចារ្យចូលទៅកាប់សម្លាប់អស់ពួកកងទ័ពសៀមទប់ទល់មិនបានថយទៅដល់បាត់ដំបងធ្វើសារទៅក្រាបទូលព្រះចៅតាមដំណើរសពគ្រប់ព្រះចៅទ្រង់ជ្រាបឲ្យទ័ពថយត្រឡប់ស្រុកសៀមវិញចំណែកពួកទ័ពព្រះជ័យអស្ចារ្យនាំគ្នាត្រឡប់មកកាន់បន្ទាយវិញសប្តាហ៍ថ្ងៃគេហៅថាបន្ទាយជ័យចាប់ផ្ដើមពីពេលនោះមកព្រះជ័យអស្ចារ្យបានទទួលរាជាភិសេកសោយរាជនិងទទួលនាមថាព្រះបាទជ័យចេស្តាព្រះចៅក្រុងកម្ពុជាធិបតីគង់នៅបន្ទាយជ័យលុះព្រះអង្គបានឡើងសោយរាជសម្បត្តិសុខសាន្តហើយទ្រង់នឹកឃើញដល់គុណូបការៈសេនាមឿងដែលស៊ូបដូរជីវិតចំពោះព្រះអង្គនិងចំពោះទឹកដីខ្មែរទ្រង់ក៏ចាត់ឲ្យធ្វើបុណ្យឧទ្ទិសផលដល់ដួងវិញ្ញាណក្ខន្ធរបស់សេនាមឿងយ៉ាងឧឡារិកអស្ចារ្យជាប់ជាទំនៀមដរាបដល់មកសព្វថ្ងៃនេះហៅថាធ្វើបុណ្យឡើងអ្នកតាឃ្លាំងមឿងទៅវិញរឿងប្រវត្តិអ្នកតាឃ្លាំងមឿងចប់តែប៉ុណ្ណេះសូមអរគុណប្រិយមិត្តដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់